សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបមួយដែលមុខម្ហូបនេះគឺមានឈ្មោះថាចាមបង្គាជូរអែមជាដំបូងខ្ញុំត្រូវលីងខ្ទឹមឲ្យមានពងក្រងបន្តិចមានពណ៌ពងក្រងហើយបន្តមកទៀតខ្ញុំចាក់ការ៉ុតចូលហើយមូលហេតុដែលខ្ញុំដាក់ការ៉ុតជាមួយនឹងខ្លាញ់មុនហ្នឹងគឺដើម្បីឲ្យការ៉ុតយើងហ្នឹងវាទន់បានល្អវាអត់ញ៉ាំទៅឈប់ឬក៏រៀងឆៅដោយសារយើងឆាវាជាមួយបង្គាហើយបន្ទាប់មកទៀតខ្ញុំចាក់គ្រឿងចូលជាមួយនឹងការ៉ុតហ្នឹងតែម្ដងគ្រឿងមានស្ករប៊ីចេងអំបិល ប្រេងខ្យងទឹកត្រីអីខ្ញុំកូរចូលគ្នាហើយស្រែកខ្ញុំដាក់ចូលក្នុងហ្នឹងហើយបន្ទាប់មកយើងចាក់បង្គាចូលហើយយើងចាប់ផ្ដើមឆាបង្គាហ្នឹងជាមួយនឹងគ្រឿងហ្នឹងយើងកូរចុះកូរឡើងប៉ុន្តែកុំកូរខ្លាំងពេកយើងកូរធ្នមៗបានទេបើយើងកូរខ្លាំងពេកវាអាចធ្វើបង្គាយើងខ្ទេចអស់អញ្ចឹងឥឡូវខ្ញុំធ្វើម្ហូបហ្នឹងហើយតែអ្នកនរគ្នាមើលទៅមិនដែរហើយចង់បញ្ចប់យើងរោយខ្ទឹមទៅដើម្បីឲ្យវាឈ្ងុយហើយខ្ញុំធ្វើពីខ្ទះធំអ្នកទាំងអស់គ្នាហើយរសជាតិវាគឺ ជូរអែមជូរអែមជាមួយនឹងហឹរតិចៗដោយសារខ្ញុំក៏ដាក់ម្ទេសចូលក្នុងហ្នឹងដែរអញ្ចឹងបាយបាយអ្នកទាំងអស់គ្នាអាចសាកធ្វើម្ហូបនេះញ៉ាំបានណា